ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះនាំអារម្មណ៍បងប្អូនទៅទស្សនាជាមួយនឹងនាងខ្ញុំលើខ្នងភ្នំគិរីរម្យទាំងអស់គ្នាការពិតបងប្អូនទាំងគ្នាមួយចំនួនធំដែលក៏បានស្គាល់ហើយនៅភ្នំគិរីរម្យហើយក៏មានបងអូន content creator ជាច្រើនដែលគាត់បាន review អំពីភ្នំគិរីរម្យដែលមានទេសភាពស្រស់ស្អាតប៉ុន្តែគ្រាន់ថាសម្រាប់នាងខ្ញុំអត់ទាន់បាន review អីច្រើនជាមួយនឹងភ្នំគិរីរម្យហើយក៏អត់សូវបានថតបិទយករូបភាពស្អាតៗដើម្បីចែកជូនទៅដល់ពុកម៉ែបងប្អូនទស្សនាកម្សាន្តហើយតែថ្ងៃនេះមានអារម្មណ៍ថាចង់ទៅលេងគិរីរម្យដើម្បីបិទយករូបភាពស្អាតៗខ្លះចែកជូនទៅដល់បងប្អូនទស្សនាកម្សាន្តហើយខែនេះគឺជាខែប្រាំងចាមេឃក៏ក្តៅប៉ុន្តែនៅលើភ្នំគិរីរម្យអត់ក្តៅទេអ្នកទាំងអស់គ្នានិយាយចំទៅគឺតិចសួរខ្លួនតែម្ដងហើយដើមឈើធំត្រឈឹងត្រឆៃនេះគឺជាផ្លូវដែលយើងធ្វើដំណើរទៅកាន់ឋានសួគ៌គិរីរម្យនិយាយចំទៅនៅលើឋានសួគ៌គិរីរម្យនោះមានរីសតជាច្រើនដែលខ្ញុំមិនអាចរៀបរាប់ឈ្មោះអស់ទេអញ្ចឹងពុកម៉ែបងប្អូនដែលមានចំណាប់អារម្មណ៍អាចទៅលេងនឹងទស្សនាបាននៅទីនោះធានាថាឲ្យស្រស់ស្អាតខ្លាំងមែនទែនហើយមានអារម្មណ៍ស្រស់ស្រាយនិយាយទៅកុំនៅតែក្នុងផ្ទះកុំនៅតែដេកកើតទុកអីវេទនាផ្លូវចិត្តផ្លូវកាយអីអ្នកទាំងអស់គ្នាគួរតែមានពេលវេលាដើម្បីខ្លួនឯងទៅដើរលេងកម្សាន្តកន្លែងតំបន់ទេសចរផ្សេងព្រោះប្រទេសកម្ពុជារបស់យើងមានតំបន់ទេសចរច្រើនខ្លាំងមែនទែនសួរថាយើងឆ្លាញ់តំបន់មួយណាយើងរៀបចំមួយទ្រីបទៅឬក៏ជា2នាក់គូស្នេហ៍ក៏បានលេងប្រពន្ធយើងក៏បានឬក៏អ្នកដែលអត់មានទេអត់មានគូអីដូចជានាងខ្ញុំអញ្ចឹងទៅតែជាមួយមិត្តភក្តិក៏សប្បាយដែរអញ្ចឹងណាឥឡូវនេះទៅទស្សនាជាមួយនឹងទស្សនវិជ្ជាទៅតាមដងផ្លូវទាំងអស់គ្នា Okay let's go អូមែនភ្លេចប្រាប់បងប្អូនទាំងអស់គ្នានៅតាមជើងភ្នំហ្នឹងអត់ស្ងាត់ទេព្រោះមានផ្ទះប្រជាពលរដ្ឋរបស់យើងគាត់ស្នាក់នៅហ្នឹងណាបងប្អូនទាំងអស់គ្នាហើយយើងអត់ស្គាល់ផ្លូវឬក៏យើងវិញផ្លូវអីណាយើងអាចសួរនាំពួកគាត់បានដោយសារតែពួកគាត់នៅតំបន់ហ្នឹងស្រេចហើយដូចខ្ញុំចឹងខ្ញុំទៅខ្ញុំអត់ស្គាល់ទេតំបន់ហ្នឹងប៉ុន្តែខ្ញុំមើលផ្លាកដែលគេដាក់ទី1ទី2ខ្ញុំសួរអ្នកស្រុកភូមិទៅគាត់ប្រាប់អញ្ចឹងណាអញ្ចឹងអ្នកទាំងអស់គ្នាបងប្អូនទាំងអស់គ្នាពុកម៉ែបងប្អូនបើចាំបារម្ភរឿងវិញផ្លូវទេគេមានផ្លាកដាក់ឲ្យយើងមើលហើយក៏មានសញ្ញាព្រួញសម្រាប់ឲ្យយើងធ្វើដំណើរទៅទៀតអញ្ចឹងណាអញ្ចឹងបើចាំបារម្ភទេឥឡូវហ្នឹងផ្លូវដែលយើងជិះទៅហ្នឹងគឺបែបហ្នឹងអ្នកទាំងអស់គ្នាមិនយូរប្រហែលយើងក៏បានមកដល់កន្លែងឋានសួគ៌គិរីរម្យមុននឹងចូលទៅយើងចូលទិញសបុតសិនណាអ្នកទាំងអស់គ្នាអត់ថ្លៃទេដូចជាម៉ូតូមួយ 2000 អីទេអ្នកទាំងអស់គ្នាអញ្ចឹងយើងទិញសបុតហើយគេឲ្យកាតដើម្បីដូចផ្ញើម៉ូតូអញ្ចឹងណាចូលទៅហ្នឹងហើយយើងចូលទៅយកម៉ូតូទៅដាក់ទៅហើយយើងចូលលេងទៅខ្ញុំមានអារម្មណ៍ថាចូលទៅដល់ដូចជានៅកន្លែងឋានសួគ៌មែនតើអ្នកទាំងអស់គ្នាស្អាតខ្លាំងមែនតើហ្មងហើយផ្លូវឡើងទៅអត់មានប្រវាអីឬក៏វេទនាអីអត់ទេគឺថាផ្លូវស្អាតហើយឡើងទៅដល់គឺជាទីគាប់ចិត្តមកអត់ខកចិត្តខំបំណងតែទាំងអស់គ្នាហើយខ្ញុំមកពេលផឹកព្រលឹមដែរព្រោះខ្ញុំទៅគេងនៅកន្លែងបោះតង់នៅខាងក្រោមមកតែផឹកឡើងខ្ញុំឡើងមកមើលចុះអាប់ខ្លាំងមែនតើហ្មងទៅចេះសឹបមួយស្អាតណាលោកអើយស្អាតខ្លាំងមែនតើសង្ឃឹមថាពុកម៉ែបងប្អូនទស្សនាវីដេអូនឹងហើយក៏ដាក់មកទ្រីបទៅលេងកម្សាន្តជាមួយនឹងតំបន់ទេសចរប្រវត្តិសាស្ត្ររបស់យើងគឺភ្នំគិរីរម្យឥឡូវនេះទស្សនវិជ្ជាខ្លះខ្ញុំបានថតសម្រាប់ចែកជូនទៅដល់ពុកម៉ែបងប្អូនទស្សនាកម្សាន្តនៅលើនឹងហើយហើយជាវីដេអូខ្ញុំក្រោយគេទេមើលទៅហ្នឹងហើយព្រោះខ្ញុំឃើញមានបងអូនជាច្រើនដែលគាត់ថត review អំពីទស្សនវិជ្ជាស្អាតនៅលើក្នុងភ្នំគិរីរម្យច្រើនមែនតើអញ្ចឹងហើយមិនចង់ថតទេបងប្អូនទាំងគ្នាប៉ុន្តែឃើញទេសភាពស្អាតខ្លាំងមែនតើអញ្ចឹងទៅក៏ទ្រាំអត់បានទាញកាមេរ៉ាមកថតដើម្បីចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានទស្សនាកម្សាន្តនៅពេលដែលយើងបានទស្សនាកម្សាន្តទៅក៏វាមានអារម្មណ៍ថាដូចបានទៅកន្លែងហ្នឹងមកផ្នែកដែរអញ្ចឹងណាបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាវីដេអូនេះនឹងធ្វើអារម្មណ៍បងប្អូនទាំងអស់គ្នាស្រស់ស្រាយអារម្មណ៍ចង់ទៅលេងចង់ទៅកម្សាន្តនិយាយចាំទៅដឹងថាម្នាក់គាត់មានបញ្ហាផ្លូវចិត្តអីចឹងណាគាត់ច្រើនបាក់ចិត្តអីចឹងគ្រប់គ្នាប៉ុន្តែគាត់ថាយើងចេះរកពេលវេលាដើម្បីខ្លួនឯងដើម្បីកម្សាន្តអារម្មណ៍កុំឲ្យវាស្មុគស្មាញពេកអីចឹងណាទាំងអស់គ្នាហើយគេតុបតែងស្អាតខ្លាំងមែនទែនខ្ញុំទៅខ្ញុំមានអារម្មណ៍ថាទុកវេទនាផ្លូវចិត្តផ្លូវកាយទៅមិនខ្ញុំយកបោះចោលនៅក្នុងកន្លែងនេះជ្រោះកន្លែងហ្នឹងគឺចូលអាប់ខ្លាំងមែនទែនខ្ញុំយកទៅបោះចោលនៅទីហ្នឹងទាំងអស់មានអីទេបងប្អូនទាំងអស់គ្នាជីវិតមនុស្សយើងកើតមកគឺតែប៉ុណ្ណាមានទុកមានសុបាយមានរីករាយមួយថ្ងៃលិចមួយថ្ងៃកើតមួយថ្ងៃកាត់មួយថ្ងៃកើតតែប៉ុណ្ណាអញ្ចឹងយើងត្រូវចេះបត់បែនទៅតាមកលៈទេសៈបត់បែនទៅតាមពេលវេលាបត់បែនទៅតាមអារម្មណ៍របស់យើង control ខ្លួនឯងឲ្យបានល្អនាំខ្លួនយើងទៅកន្លែងដែលរីករាយដែលសុបាយអញ្ចឹងណាហើយដូចតំបន់ទេសចរមកកន្លែងហ្នឹងអញ្ចឹងពេលថ្ងៃបុណ្យថ្ងៃទៀនអីអ្នកទាំងអស់គ្នាគឺមនុស្សពេញហ្មងឡងណែនទាំងអស់ហ្មងហើយនៅទីហ្នឹងមានកន្លែងគេងរបៀបបោះតង់ក៏មានរបៀបបឹងគីឡូក៏មានផ្ទះស្នាក់នៅក៏មាននិយាយទៅតម្លៃបងប្អូនទាំងគ្នាអាចទៅសួរនាំអ្នកដែលគេលើទីហ្នឹងបានហើយរបស់របរញ៉ាំអីក៏អត់ខ្វះដែរអ្នកទាំងអស់គ្នាមានតាំងពីហាងបាយហាងនំហាងកាហ្វេហាងអីដែលនៅលើភ្នំហ្នឹងគឺមានច្រើនទាំងអស់
những trong nhâm ấy của miền này là lớn nắng nè hay mẹ làm sao sai khai mình thành nhom đai đáy phụ nhom nhập từ càng ngày to tiếng nhom từ lên ban tầm một plate thì chẳng có dương nông như cho ta lọc mà mình tay nhom đai từ tập hiệp khăn mình thành bờ sân chỉ miền nè thọt ao đáy mừng nhom thơ en on là nữa đây tập hiệp với nhảy bị xa ai rụp hiệp bên tranh máu được bè vào nhà tao cái này là ngày nhom review khăn mình tên xem đẹp đây nè chọn từ tôi snack cầm sang có được chia vô aram lọ cho mùi thằng tập hiệp là lực nông nông cái đấy rôm nhom review lại năng khăn mình tên tăng tê sập hiệp hay bao giờ bị hưởng thọ cái nhà chơi chặt thọ thủ cái ớt khoa màu này tặng cái này ớt khoa cái lạnh thọ thì plong này có sao plong này có em này tặng cái này hay dương thọ theo dương vô từ po chạy chun từ đó bom ôn dương tôi na cầm san là nắng có bạn chui từ đó bộ con mà phát này đại trắng nè bay lực thực chất đầm bay ở bộ con miền tây về lia mà lên cầm san là ngày nâng đôi nhom hẹp chẳng cái lái na còn miền tây sập sạt đai này tặng cái này hay nhom nâng về bệnh nhập đai thọt ban tầm mình tí có từ lắp tới tia vinh hay sân khâm tham video ní ban từ đó bộ mai mà bộ tặng cái này hỏi tôi sẽ cầm san cho mình nhom ruột miền nào làm lõ sọc sái có đặng mà trip lên từ cha ở con tra và bài tặng ở kia video bao nhiêu mình tập ban năng tê ở con tra chúc cho mùi năng niệm nhóm nơi video khỏi tiết bao giờ nhìn miền tây sập sạt những như là đặt cho được sạt sạt chỉ tra chúc tại là bộ mai mà bộ tặng kia ở con tra chấm riêng đi bye bye